ពូសនខ្លាចខ្មោចរឿងបែបកំ pl ែងនៅភូមិត្រពាំងអណ្ដែតមានបុរសម្នាក់ឈ្មោះពូសនគាត់ជាអាចារ្យប្រចាំវត្តចេះសូត្រមន្តចេះបណ្ដេញខ្មោចហើយចូលចិត្តផឹកកាហ្វេត្រជាក់រាល់ព្រឹកតែបញ្ហាគឺពូសនជាមនុស្សខ្លាចខ្មោចជាងគេក្នុងភូមិថ្ងៃមួយមានអ្នកភូមិរត់មកវត្តទាំងភ័យពូសននៅផ្ទះខ្ញុំមានខ្មោចពូសនកំពុងញ៉ាំបាយជាមួយប្រហុកគាត់ស្ទុះឈរភ្លាមអាយ៉ាខ្មោចមែនឬចាំខ្ញុំយកចិត្តសិនអ្នកភូមិឆ្ងល់យកចិត្តអីយកចិត្តកុំឲ្យរត់មុនគេនឹងណាអ្នកភូមិសោយពេញវត្តយប់នោះពូសនកាន់កណ្ដឹងយ័ន្តនិងដបទឹកមុនដើរទៅផ្ទះខ្មោចលងតែពេលដល់មុខផ្ទះគាត់ឈប់ភ្លាមអូយផ្ទះនេះមើលទៅខ្មោចច្រើនណាស់ក្មេងម្នាក់សួរពូសនខ្លាចមែនអត់ទេតែខ្មោចនឹងប្រហែលខ្លាចខ្ញុំអីចឹងខ្ញុំឈរចាំក្រៅសិនភ្លាមនោះសំឡេងស្រែកចេញពីក្នុងផ្ទះពូសនភ័យរហូតជ្រុះស្បែកជើងមួយចំហៀងម៉ែអើយខ្មោចមានមីក្រូហ្វូនអ្នកភូមិទប់សំណោចមិនជាប់ក្រោយមកពូសនខំធ្វើមុខសាហាវហើយដើរទៅចូលទៅក្នុងផ្ទះមានស្ត្រីម្នាក់សក់រញ៉េរញ៉ៃកំពុងអង្គុយលេបទូមានស្រែកអញជាខ្មោចពូសនឆ្លើយវិញអញគឺជាអាចារ្យខ្មោចស្ងាត់បន្តិចរួចសួរអាចារ្យមែនតែអាចារ្យខ្ចីលុយគេមិនទាន់សងអ្នកនៅខាងក្រៅផ្ទះទូសំណោចភ្លាមខ្មោចខឹងហោះមករកពូសនភ័យពេកស្រឡំយកដបទឹកត្រីបាញ់ជំនួសទឹកមុនខ្មោចស្រែកអូយប្រៃភ្នែកណាពូសនមើលដបរួចអេះក្បាលអូហូច្រឡំដបទឹកត្រីខ្ញុំទីតើតែអស់សំណោចជាងគេគឺខ្មោចនោះស្រាប់តែដួលអញអាឡែស៊ីទឹកត្រីពូសនភ្ញាក់ផ្អើលខ្មោចសម័យមិនស៊ីអត់បានទឹកត្រីទៀតក្រោយមកពូសនចាប់ផ្ដើមសូត្រមន្តពិតខ្មោចត្រូវភ្លឺងយន់ដេញរត់ជុំវិញផ្ទះពេលរត់ដល់មុខឆ្នាំងបាយខ្មោចចំពុះដួលផាំងពូសនខ្មោចអីក៏រត់ដូចខ្ញុំផឹកស្រាអញ្ចឹងចុងក្រោយខ្មោចរត់ចេញពីក្នុងភូមិបាត់អ្នកភូមិនាំគ្នាសរសើរពូសនពូកែមែនពូសនធ្វើមុខឡើងខ្លាំងធម្មតាទេខ្មោចឃើញខ្ញុំវាភ័យរត់អស់ហើយតែពេលគាត់ដើរត្រឡប់ទៅវត្តវិញស្រាប់តែមានឆ្មាខ្មៅមួយលោតចេញពីព្រៃម៉ែអើយខ្មោចពូសនរត់ជ្រុះទាំងកណ្ដឹងទាំងស្បែកជើងទុកអ្នកភូមិសោចឡើងពេញផ្លូវក្រោយថ្ងៃដេញខ្មោចបានមួយយប់ពូសនល្បីពេញភូមិអ្នកខ្លះហៅគាត់ថាអាចារ្យដៃភ្លើងអ្នកខ្លះហៅថាអ្នកបាញ់ខ្មោចដោយទឹកត្រីពូសនដើរឡើងមុខឡើងមាត់ពេញផ្សារឥឡូវខ្ញុំល្បីហើយណាខ្មោចឃើញខ្ញុំវាសំពះមុនទៀតស្រាប់តែមានយាយម្នាក់និយាយមិញឯងឃើញឆ្មារត់បុកតាមចេកទេអ្នកផ្សារទុះសំណោចពូសនអៀនរហូតក្រហមមុខយប់នោះមានអ្នកភូមិមករកគាត់ទៀតពូសននៅតែស្រែកខាងជើងភូមិមានខ្មោចលងទៀតហើយពូសនកំពុងផឹកកាហ្វេទឹកដោះគោខ្មោចទៀតវាមិនចេះសម្រាកដូចខ្ញុំទេឬអ្នកភូមិនិយាយទាំងញ័រខ្មោចនេះអាក្រក់ណាស់វាសោចពេលយប់ហើយលួចបាយអ្នកស្រែញ៉ាំទៀតពូសនស្ងាត់មួយភ្លែតអូខ្មោចក្រីក្រហើយមើលទៅពេលដល់យប់ពូសននាំក្មេងជំទង់2នាក់ទៅជាមួយម្នាក់ឈ្មោះវុធីម្នាក់ឈ្មោះខេមតែអ្នកទាំងពីរមិនមែនទៅជួយទេទៅដើម្បីមើលពូសនខ្លាចខ្មោចពួកគេទៅដល់ស្រែកពេញកណ្ដាលយប់ខ្យល់ត្រជាក់សំឡេងកង្កែបជុំភ្លៀងនោះមានសំឡេងសោចពូសនកាន់ដៃវុធីជាប់កុំបារម្ភណាខ្ញុំកាន់ដៃឯងដើម្បីការពារវុធីមើលមុខគាត់ដៃពូញ័រខ្លាំងជាងខ្ញុំទៀតស្រាប់តែស្មោកខ្មៅមួយលូតចេញពីគុំស្មៅអ្នកណាចូលដែនអញពូសនភ័យរហូតស្រែកខ្ញុំអត់អ្នកដឹកអីវ៉ាន់ទេខ្មោចស្កាត់មួយភ្លែតមិនមែនអាចារ្យទេឬ
ពូសនដឹងថាច្រឡំក៏ខំធ្វើមុខសាហាវមែនអញនឹងហើយអាចារ្យសនវើយខ្មោចចេញមកយឺតតែឃើញមុខវាច្បាស់អ្នកទាំងអស់ស្ទើរសោចខ្មោចនោះស្គមខោអាវរហែកហើយកាន់ទឹកត្រីងៀតមួយពូសនសួរឯងជាខ្មោចឬអ្នកអត់បាយខ្មោចតបអញស្លាប់ដោយសារអត់បាយឥឡូវខ្លាចជាខ្មោចឃ្លានខេមទប់សំណោចមិនបានខ្មោចនេះកំសត់ជាងខ្ញុំទៀតខ្មោចខឹងហោះមករកពួកគេពូសនប្រញាប់យកយន្តចេញតែច្រឡំយកកញ្ចប់មីបញ្ជីជំពាក់លុយគាត់ស្រែកវិញ្ញាណអាក្រក់ចេញទៅខ្មោចមើលក្រដាស់អញមិនចេញទេតែពូជំពាក់ថៅកែ$30វុធីនឹងខេមដួលសោចត្រឡប់ត្រលិនពូសនអៀនខ្លាំងរួចយកយន្តពិតចេញមកសូត្រមុនភ្លើងក្រហមឆេះឡើងជុំវិញខ្មោចផ្សែករត់ពេញវាស្រែតែរត់បានបន្តិចវាជំពប់គល់ស្រូវដួលកាប់មុខពូសនសោចខ្មោចអីក៏រត់ដូចទីហ៊ានហាត់ថ្មីចុងក្រោយខ្មោចសំពះសុំអភ័យទោសអញលែងលងហើយសុំតែបាយមួយចានពូសនអាណិតក៏ឲ្យបាយនឹងត្រីងៀតវាខ្មោចញ៉ាំហើយនិយាយទាំងសប្បាយអរគុណពូជាអាចារ្យចិត្តល្អជាងគេពូសនញញឹមឡើងច្រមុះខ្មើតែម្ដងឃើញទេខ្ញុំត្រឹមតែដុតខ្មោចទេតែចិញ្ចឹមខ្មោចទៀតស្រាប់តែមានសម្លេងស្រីម្នាក់ពីក្រោយដើមឈើពូសនជួយខ្ញុំផងពូសនងាកទៅមើលឃើញខ្មោចស្រីសក់វែងឈរលើដើមស្រូវម៉ែអើយខ្មោចថ្មីទៀតហើយពូសនរត់ទាំងបាងឆ្នាំងបាយឲ្យវុធីនឹងខេមសោចដួលពេញវាលស្រែក្រោយព្រោះចេញពីវាលស្រែយប់មិញពូសនរត់រហូតដល់វត្តគាត់ដេកហត់ដកដង្ហើមនៅមុខព្រះវិហារវុធីនឹងខេមដើរមកតទាំងសោចពូខ្មោចមិនទាន់ធ្វើអីផងពូរត់មុនបាត់ហើយពូសនអង្គុយឡើងធ្វើមុខធ្ងន់អាចារ្យពិតគេហៅថាដឹងមុនគ្រោះថ្នាក់វើយខេមខ្សឹបដាក់វុធីខ្ញុំថាគាត់ដឹងមុនគេថាគាត់ខ្លាចទេឬព្រឹកឡើងអ្នកភូមិមកវត្តទៀតពួកគេនិយាយថាខ្មោចស្រីនៅស្រែខាងជើងជុំរាល់យប់ហើយអ្នកទៅនេសាទចិត្តនោះឮសំឡេងថាសងខ្សែកខ្ញុំមកពូសនឮហើយញ័រជើងតិចខ្មោចស្រីទៀតខ្ញុំខ្លាចជាជាងខ្មោចប្រុសណាយីម្នាក់សួរហេតុអីខ្មោចប្រុសវាខ្មោចស្រីវារអ៊ូអ្នកភូមិសោចពេញវត្តយប់នោះពូសនត្រូវបង្ខំទៅផ្ទះទៀតហើយលើកនេះគាត់យករបស់ជាច្រើនទឹកមុនយ័ន្តកណ្ដឹងអំបិលនិងមីកញ្ចប់2-3កញ្ចប់វុធីឆ្ងល់ចំពូយកមីធ្វើស្អីនឹងពូសនខ្សឹបបើខ្មោចឃ្លានដោះស្រាយសន្តិភាពបានវើយពួកគេទៅដល់ស្រែពេញយប់ពេលយប់អាប់ស្រអាប់ហើយមានសំឡេងយំតិចអូហ៊ូស្អែកកខ្ញុំស្រាប់តែខ្មោចស្រីលេចចេញពីក្រោមដើមត្នោតសក់វែងដល់ដីមុខស្លេកហើយភ្នែកខ្មៅក្រហមខេមភ័យរហូតលាក់ខ្លួនក្រោយពូសនតែពូសនលាក់ក្រោយវុធីវិញវុធីស្រែកពូជាអាចារ្យណាមិនបានពូមកពួនខ្ញុំវិញអាចារ្យក៏មានបេះដូងដែរវើយខ្មោចស្រីសំឡឹងមុខពូសនអ្នកឃើញខ្សែកខ្ញុំទេពូសនញ័រមាត់ខ្សែកអីខ្សែកមាសឬខ្សែកខ្សែហ្វាយខ្មោចស្កាត់បន្តិចហ្វាយជាអីពូសនភ្លេចខ្លាចតិចអូខ្មោចបុរាណខ្មោចស្រីស្រែកខ្លាំងភ្លាមកុំលេងសើចជាមួយអញប្រយ័ត្នអញកាច់កវើយខ្យល់បក់ខ្លាំងស្រូវរលកស៊ូពូសនភ័យរហូតច្រឡំយកមីកញ្ចក់បោះទៅខ្មោចយកទៅញ៉ាំសិនទៅមីប៉ះក្បាលខ្មោចផាំងខ្មោចមើលមីក្នុងដៃរសជាតិគោជុលពូសនលក់ក្បាលឆ្ងាញ់ណាស់ខ្ញុំញ៉ាំរាល់យប់ខ្មោចស្រីអង្គុយបើកមីមើលទាំងឆ្ងល់វុធីនិងខេមស្ទើរដួលសោចខ្មោចស្រីនិយាយតិច10ឆ្នាំហើយគ្មានអ្នកណាឲ្យអញញ៉ាំអីទេពូសនឃើញដូច្នេះក៏អាណិត
ឯងស្លាប់ដោយសារអីខ្មោចស្រីយំអញធ្លាប់ជាកូនអ្នកមានតែថ្ងៃមួយមានចោលរួចខ្សែកមាសអញហើយសម្រាប់អញចោលក្នុងស្រែនេះអ្នកទាំងអស់គ្នាស្ងាត់តែភ្លាមនោះខេមសួរហើយខ្សែកនឹងតម្លៃប៉ុន្មានខ្មោចស្រីឆ្លើយ$50ពូសនភ្ញាក់ផ្អើល$50នឹងខ្ញុំខ្លាច3យប់ហើយពុទ្ធីនឹងខេមផ្ទុះសំណោចពូសនចាប់ផ្ដើមសូត្រមន្តសូមឲ្យវិញ្ញាណនាងទៅកាន់សុគតិភពភ្លើងយន់ភ្លឺឡើងយឺតខ្មោចស្រីញញឹមជាលើកចុងក្រោយអរគុណពូសនស្រាប់តែពួកគេមានសម្លេងបរោះក្រាស់មួយលាន់ឡើងអ្នកណាហ៊ានយកប្រពន្ធអញទៅពូសនងាកក្រោយឃើញខ្មោចប្រុសមៀតយ៉ាក់កាន់ពូថៅឈរនៅកណ្ដាលស្រែពូសនស្រែកម៉ែអើយលើកនេះមកទាំងប្តីតែម្ដងពេលឃើញខ្មោចប្រុសមានយ៉ាក់កាន់ពូថៅពូសនស្ទើរតែដាច់ខ្យល់វុធីខេមបើខ្ញុំស្លាប់សូមយកកាហ្វេកំប៉ុងដាក់មុខភ្នោខ្ញុំផងវុធីសម្លឹងមើលគាត់ពូមិនទាន់ស្លាប់ទេតែបេះដូងខ្ញុំស្លាប់មុនហើយខ្មោចយ៉ាក់ដើរមកយឺតដីស្រែកញ័រតុងអ្នកណាធ្វើឲ្យប្រពន្ធអញទៅចាប់កំណើតពូសនខំធ្វើមុខក្លាហានខ្ញុំនឹងហ៊ានណាស់ហ៊ានតែបន្តិចទេខេមនឹងពុទ្ធីសោចហ៊ានទៅភ្នែកខ្មោចយ៉ាក់លើកពូថៅឡើងពូសនភ័យរហូតយកឆ្នាំងមីស៊ុបបាំងក្បាលកុំវាយឆ្នាំងនេះខ្ញុំចែកយាយសឿនមកទេខ្មោចយ៉ាក់ឈប់មើលគាត់ទាំងឆ្ងល់អាចារ្យអីក៏ចម្លែកម្លេះពូសនឮដូច្នេះក៏ឡើងមុខភ្លាមខ្ញុំជាអាចារ្យសម័យថ្មីដេញខ្មោចដោយបច្ចេកវិទ្យាវុធីខ្សឹបបច្ចេកវិទ្យាឆ្នាំងមីស្រាប់តែខ្យល់បក់ខ្លាំងខ្មោចជាក់ស្រែកលាន់កងរំពងអញមិនអោយអ្នកណាយកប្រពន្ធអញទៅទេពូសនឆ្លើយវិញប្រពន្ធឯងទៅដោយខ្លួនឯងទេតើខ្មោចជាក់ស្កាត់បន្តិចមែនពូសនងក់ក្បាលរហ័សមែននាងទៅទាំងញញឹមទៀតខ្មោចយ៉ាក់ដឹងដាក់ពូថៅចុះយឺតអញគិតថានាងខឹងអញពូសនឃើញអាកាសក៏ចូលទៅអង្គុយក្បែរឯងឈ្មោះអីអញឈ្មោះតាខឹមហើយហេតុអ្វីខ្លាចជាខ្មោចតាខឹមដកដង្ហើមធំអញផឹកសាត្រវឹងដើរធ្លាក់អណ្ដូងវុធីនឹងខេមទុះសំណោចភ្លាមខេមនិយាយខ្មោចនេះស្លាប់អត់អស់ចាសោះតាខឹមខឹងលើកថៅឡើងម្ដងទៀតអញអ្នកណាថាអញអត់អស់ចាពូសនបញ្ញាប់ស្រែកស្ងប់សិនយើងជជែកគ្នាបានតើតម្លាក់ពូថៅចុះសិនទៅខ្មោចយកដកដង្ហើមហ៊ូពូសនយកបារីស្លឹកមូលចេញជក់ទេពុទ្ធីភ្ញាក់ផ្អើលពូខ្មោចជក់បារីបានដែរឬពូសនធ្វើមុខស្ងាត់ខ្ញុំក៏អត់ដឹងដែរសាកមើលតាខឹមយកទៅជក់តែផ្សែងចេញតាមត្រចៀកវិញអ្នកទាំងអស់សោចឡើងរមៀលលើស្រែស្រាប់តែមានសម្លេងស្រែកពីចុងភូមិជួយផងអ្នកទាំងអស់គ្នាងាកទៅមើលមានបរិសម្នាក់រត់មកទាំងភ័យនៅផ្ទះខ្ញុំមានខ្មោចក្បាលហោះពូសនលឺហើយមុខស្លេកខ្មោចក្បាលហោះបរោះនោះងក់ក្បាលញ័រវាហោះចូលឆ្នាំងបាយខ្ញុំទៀតពូសនថយក្រោយ3ជំហានលើកនេះខ្ញុំឈប់ធ្វើអាចារ្យបានទីតាខឹមខ្មោចជាក់ដាក់ដៃលើស្មាពូសនទៅចុះអាចារ្យអញជួយឯងពូសនភ្ញាក់ផ្អើលខ្មោចជួយដេញខ្មោចតាខឹមញញឹមឥឡូវយើងខ្លាចជាក្រុមហើយវុធីសោចក្រុមអីខេមឆ្លើយលឿនក្រុមបង្ក្រាបខ្មោចនឹងមីកញ្ចប់ក្រោយបង្កើតក្រុមបង្ក្រាបខ្មោចនឹងមីកញ្ចប់រួចពូសនក៏មានសមាជិក4នាក់ពូសនអាចារ្យខ្លាចខ្មោចវុធីក្មេងចូលចិត្តសោចខេមក្មេងចូលចិត្តឌឺនិងតាខឹមខ្មោចយៈជក់បារីអ្នកភូមិឃើញហើយភ្ញាក់ផ្អើលអាចារ្យមានខ្មោចធ្វើជាសិស្សពូសនលើកដៃឡើងសម័យនេះត្រូវចេះសហការគ្នាយប់នេះពួកគេទៅផ្ទះតែមានខ្មោចក្បាលហោះម្ចាស់ផ្ទះភ័យរហូតលាក់ខ្លួនក្រោមក្រែពូសនវាហោះញ៉ាំប្រហុកខ្ញុំអស់ពីឆ្នាំងហើយពូសនស្កាត់បន្តិចខ្មោចនេះរូបជាតិខ្មែរភ្លាមនោះមានសម្លេងហ៊ឺពីលើដំបូល
អ្នកទាំងអស់ងើបមើលឃើញក្បាលស្ត្រីមួយហោះជុំវិញផ្ទះសក់វែងនឹងអណ្ដាតក្រហមវុធីស្រែកម៉ែអើយក្បាលហោះពិតពិតមែនពូសុនភ័យរហូតចូលលាក់ក្រោមតាខឹមឆ្ងល់ឯងជាអាចារ្យឬកូនក្មេងអើយខ្ញុំជាអាចារ្យមានអារម្មណ៍ក្បាលហោះសោចខ្លាំងអ្នកណាហ៊ានមករំខានអញពូសុនខំតាំងស្មារតីរួចយកកណ្ដឹងគោះខ្មោចអើយចុះមកនិយាយគ្នាល្អក្បាលហោះឈប់ហប់បន្តិចនិយាយអីពូសនញឹមឯងគ្រៀនប្រហុកមែនទេខ្មោចហោះភ្នែកភ្លឺភ្លាមមានប្រហុកខេមខ្សឹបពូដោះស្រាយគ្រប់រឿងដោយម្ហូបពូសនយកប្រហុកមួយចានដាក់លើតុក្បាលហោះចុះមកញ៉ាំភ្លាមតែពេលកំពុងញ៉ាំស្រាប់តែតខឹមដើរទៅក្រោយវាហើយស្រែកខ្លាំងប៊ុំក្បាលហោះភ័យរហូតហោះបុកចង់ផាំងអ្នកទាំងអស់គ្នាសើចឡើងញ័រផ្ទះក្បាលហោះខឹងអ្នកហ៊ានលេងអញវាបាញ់ភ្លើងខៀវចេញពីមាត់ពូសនភ័យរហូតយកឆ្នាំងបាយពាក់ក្បាលកុំដុតខ្ញុំមិនទាន់សងលុយគេទេតែភ្លើងខៀវនោះហោះទៅប៉ះប្រហុកវិញប្រហុកឆេះឡើងក្លិនស្អុយពេញផ្ទះតាខឹមលាបទឹកមាត់អូហូប្រហុកអាំងសូម្បីតែក្បាលហោះក៏ស្ងាត់ពូសនមើលវាឯងពិតជាចង់លងមនុស្សឬចង់ញ៉ាំបាយក្បាលហោះដកដង្ហើមតូចអញធ្លាប់ជាចុងភៅតែស្លាប់ពេលបំពងត្រីខេមទប់សំណោចមិនជាប់ស្លាប់ដោយសារប្រេងឆាក្បាលហោះងក់ក្បាលសោកស្ដាយពូសនក៏និយាយបើអីចឹងឯងកុំលងគេទៀតមកវត្តជួយធ្វើម្ហូបក៏បានអស់គ្នាភ្ជាប់ផ្អើលវុធីសួរពូយកខ្មោចធ្វើចុងភៅមែនពូសនងក់ក្បាលយ៉ាងហោចណាស់វាក៏ស៊ីអង្គច្រើនក្បាលហោះសប្បាយចិត្តខ្លាំងអរគុណពូសនស្រាប់តែពីក្រៅផ្ទះមានសំឡេងឆ្កែយំអូហ៊ូខ្យល់ត្រជាក់បក់ចូលមកតាខឹមមុខប្រែជាតឹងអត់ល្អទេពូសនលេបទឹកមាត់មានអីទៀតហើយតាខឹមមើលទៅចុងផ្លូវងឹតខ្មោចព្រៃកំពុងមកភ្លាមនោះមានភ្នែកក្រហមរាប់សិបគូលេចឡើងក្នុងភាពងឹតពូសនស្រែកម៉ែអើយលើកនេះមកជាក្រុមតែម្ដងក្រោយឃើញភ្នែកក្រហមរាប់សិបគូនៅចុងផ្លូវពូសនញ័រជើងរហូតស្បែកជើងជ្រុះមកខាងទៀតខ្ញុំថាគួរចូលនិវត្តន៍ហើយវុធីសួរពូឥឡូវធ្វើម៉េចពូសនគិតបន្តិចរួចនិយាយរត់តាខឹមផ្ទះក្បាលគាត់ផាំងឯងជាមេក្រុមណាភ្លាមនោះខ្មោចព្រៃជាច្រើនដើរចូលមុខពីភាពងងឹតមានតែខ្មោចគ្មានក្បាលខ្មោចមុខឆេះនិងខ្មោចសក់វែងក្បាលហោះចុងភៅញ័រមាត់អូយពួកនេះជាខ្មោចព្រៃពិតមេរបស់ពួកវាជាខ្មោចធំមួយស្លៀកខោអាវខ្មៅភ្នែកភ្លឺក្រហមវាស្រែកលាន់អ្នកណាយកខ្មោចទៅវត្តពូសនលាក់ក្រោយវុធីស្រែកពូម្ដងនេះពូលាក់ក្រោយខ្ញុំទៀតហើយខ្ញុំតូចជាងតាខឹមណាមេខ្មោចសោចហាយប់នេះអ្នកទាំងអស់គ្នាត្រូវខ្លាចជាខ្មោចអ្នកដាភូមិដែលលាក់ក្នុងផ្ទះនាំគ្នាបិទវាចិត្តខ្យល់បក់ខ្លាំងរហូតដើមចេកបាក់ពូសនដឹងថាមិនអាចរត់បានទៀតទេក៏ដកយ័ន្តធំបំផុតចេញពីក្នុងអាវវាជាយន្តពណ៌ចាស់ពណ៌លឿងដែលគ្រូគាត់ធ្លាប់ឲ្យទុកតាខឹមភ្ញាក់ផ្អើលឯងនៅមានរបស់នេះពូសនងក់ក្បាលខ្ញុំមិនដែលប្រើព្រោះវាអាចដុតខ្មោចទាំងអស់ខ្មោចនៅជុំវិញស្ងាត់ភ្លាមសូម្បីក្បាលហោះក៏លាបទឹកមាត់ពូសនដកដង្ហើមវែងតែថ្ងៃនេះខ្ញុំត្រូវការពារភូមិគាត់ចាប់ផ្ដើមសូត្រមន្តខ្លាំងយន់ក្នុងដៃភ្លឺក្រហមដូចភ្លើងមេខ្មោចស្រែកបាញ់ឈប់វាខ្មោចព្រៃទាំងអស់ហោះមករកពូសនតែតាខឹមស្ទុះទៅទុកដោយពូថៅធំអ្នកណាចង់ប៉ះមិត្តអញមកមុនវុធីនឹងខេមយកឆ្នាំងចាននិងដំបងវីខ្មោចរញ៉េរញ៉ៃខេមស្រែកខ្ញុំវាខ្មោចដោយឆ្នាំងបាយជាលើកដំបងហើយក្បាលហោះចុងភៅក៏បាញ់ប្រហុកអាំងទៅលើខ្មោចព្រៃយកទៅរសជាតិពិសេសខ្មោចព្រៃស្រែកពេញភូមិពូសនសូត្រមន្តកាន់តែខ្លាំងស្រាប់តែភ្លើងយន្តផ្ទុះឡើងទៅលើមេឃប៊ុំពលឺក្រហមព្រាប់ដណ្ដប់ពេញភូមិខ្មោចព្រៃទាំងអស់ស្រែកឈឺចាប់ហើយរលាយបាត់ម្ដងមួយមេខ្មោចសម្លឹងមកពូសនទាំងខឹងអាចារ្យអញមិន
ភ្លេចឯងទេចុងក្រោយវាក៏រលាយទៅជាផេះខ្យល់ឈប់បក់ភូមិត្រឡប់មកស្ងាត់វិញអ្នកភូមិនាំគ្នាចេញពីផ្ទះហើយស្រែកអបអរពូសនឈ្នះហើយអាចារ្យសនពិតជាខ្លាំងមែនពូសនធ្វើមុខឡើងធម្មតាទេខ្ញុំទុកឲ្យពួកវារស់យូរហើយតែភ្លាមនោះមានឆ្កែមួយរត់ព្រុសពូសនភ័យរហូតលោតឡើងលើខ្នងតខឹមខ្មោចឆ្កែអ្នកភូមិសូម្បីតាខឹមនិងក្បាលហោះក៏ផ្ទុះស្នើចឡើងពេញភូមិក្រោយមកពូសនខ្លាចជាអាចារ្យល្បីក្នុងភូមិបំផុតក្នុងតំបន់តែគាត់នៅដដែលខ្លាចខ្មោចខ្លាចឆ្កែហើយខ្លាចសងលួយគេជាងអ្វីទាំងអស់រឿងនេះចប់ដោយបរិបូរណ៍ហា